សម្លស្ងោរជីឆាយមុខម្ហូបមួយមុខនេះបើនិយាយពីរឿងរសជាតិវិញមិនអន់ទេប៉ុន្តែសម្រាប់អ្នកទេនេះខ្ញុំ10ឆ្នាំមិននឹកឃើញធ្វើញ៉ាំម្ដងនិយាយទៅអត់ដឹងមិនដែរបានជាមិនងាយនឹកឃើញធ្វើម្ហូបនឹងញ៉ាំបើសម្លចាប់ឆាយគ្រាន់បានមួយឆ្នាំធ្វើញ៉ាំម្ដងពីរដងអីចឹងទៅតែបើថាស្ងោរជីឆាយនេះវិញមិនដែរនឹកនាថាធ្វើញ៉ាំមិនទេតែបើសិនជាពូចុងភៅគាត់ធ្វើញ៉ាំញឹកញាប់ហើយដូចល្ងាចនឹងអញ្ចឹងធ្វើសម្លជីឆាយនឹងញ៉ាំបានដោយសារតែពូចុងភៅនឹងគាត់នឹកឃើញទេបើស្អាតាមធម្មតានេះខ្ញុំអត់នឹកដល់ទេហើយពេលដែលចាប់ផ្ដើមធ្វើនឹងរៀងល្ងាចដែរហើយតម្រាំតែបានឆ្អិនញ៉ាំនឹងឡើងយប់សំខាន់ថ្ងៃហ្នឹងមានកូនចុងភៅម្នាក់គេមករៀនធ្វើម្ហូបដែរហើយកូនចុងភៅនេះបើសិនជាមិនដាក់ឈរនៅក្បែរខ្លួនមេចុងភៅនឹងទេមេចុងភៅនឹងធ្វើម្ហូបលេងទៅមុខហើយព្រោះអីឥឡូវហ្នឹងគាត់តាមមេចុងភៅសបើមណាស់តតែលើកដាក់ចិត្តខ្លួនអញ្ចឹងបានគាត់ស្ងាត់មាត់ហើយនេះគ្រឿងក្រៅសម្រាប់ធ្វើសម្លស្ងោរជីឆាយមានសាច់ជ្រូកចិញ្ច្រាំមានហៃប៊ីមានចាហ៊ឺខ្ទឹមសចិញ្ច្រាំមានស្លឹកខ្ទឹមមានការ៉ុតមានស្ពៃបូកូមានជីឆាយហើយនឹងតាហ៊ូពងមាន់និយាយទៅពេលដែលធ្វើសម្លជីឆាយញ៉ាំបើសិនជាអត់មានតាហ៊ូពងមាន់នឹងដាក់ទេនេះខ្ញុំអត់ធ្វើញ៉ាំទេព្រោះនៅពេលដែលយើងអត់បានដាក់តាហ៊ូពងមាន់ហ្នឹងមានអារម្មណ៍ថាសម្លជីឆាយនឹងដូចខ្វះអីមួយយ៉ាងអញ្ចឹងមើលទៅវាអត់សូវតាក់ទាញតែបើសិនជាយើងដាក់តាហ៊ូទុនអញ្ចឹងទៅមើលទៅគឺគួរឲ្យចង់ញ៉ាំហើយតាហ៊ូហ្នឹងផលិតឡើងដោយសិប្បកម្មនៅក្នុងស្រុកយើងទេមានជាប្រភេទតាហ៊ូប្រអប់ហើយនឹងតាហ៊ូពងមាន់បែបនេះចង់ដាក់ជាមួយស្ងោរក៏បានឬក៏យកទៅបំពងយកទៅឆាយក៏បានដែរទៅតាមតម្រូវការជាពិសេសសម្រាប់បងប្អូនដែលចង់តាក់ទងចែកចាយលក់បន្តបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទដែលមានដាក់នៅលើថង់វេចខ្ចប់តាហ៊ូពងមាន់ហ្នឹងឬក៏តាក់ទងតាមលេខ Telegram ដែលនាងខ្ញុំបានដាក់នៅលើវីដេអូនេះឥឡូវមកមើលពូចុងភៅក៏ធ្វើសម្លស្ងោរជីឆាយជាដំបងឡើងហ្នឹងគាត់ដាក់ខ្លាញ់បន្ទាប់មកដាក់ខ្ទឹមសបំពងឲ្យឡើងឈ្ងុយបានគាត់ដាក់ហៃប៊ីចាហ៊ឺលេងហៃប៊ីចាហ៊ឺនឹងឲ្យរៀងឡើងឈ្ងុយបន្តិចទៀតបានគាត់ចាប់ផ្ដើមចាក់សាច់ជ្រូកចិញ្ច្រាំចូលហើយបន្តលេងសាច់ជ្រូកចិញ្ច្រាំនឹងឲ្យឡើងក្រៀមស្លអត់ទាន់បានឆ្អិនទេប៉ុន្តែកូនចុងភៅនឹងគាត់ចាប់ផ្ដើមធ្វើទុកពាក់កណ្ដាលទីហើយមុននឹងបានមេគេមកពីបបកអញ្ចឹងទៅពោ3ទៅលេងនៅក្រោយផ្ទះគេស្ងាត់មាត់បានមកស្ទុះតែដល់ទៅពេលឮសលេងឪគេនឹកឃើញឪគេមិនទេគេចាប់ផ្ដើមយំទាតាមទាដីដោយបងប្អូនឃើញមុននឹងអញ្ចឹងគេវាមករកឪគេមកអោបកសោបគេធ្វើដូចនឹកនាបែកគ្នាតាំងពីពេលណាអញ្ចឹងសំខាន់នៃចិត្តចក្រានហ្គាសទៀតដល់ពេលអញ្ចឹងទៅបងអូននាងខ្ញុំគេថាបងឯងមើលអាអូនទៅចាំគេស្លោវិញម្ដងតែចុងភៅនេះមើលទៅដូចជាមិនសូវទុកចិត្តប្រហែលទេគ្រាន់តែលេងសាច់ជ្រូកនឹងឡើងចង់កឡោចេញពីឆ្នាំងហើយមើលទៅមិនស្រួលទេអញ្ចឹងដូរដៃទៅមើលក្មួយវិញហើយនេះបន្ទាប់ពីលេងសាច់ជ្រូកនឹងរៀងឡើងក្រៀមហើយពូចុងភៅក៏ចាប់ផ្ដើមចាក់ទឹកចូលដាក់ចូលមកល្មមបានហើយកុំឲ្យរាវពេកព្រោះសម្លនឹងបើសិនជារាវពេកក៏អត់សូវឆ្ងាញ់ប្រហែលដែរមេធ្លាក់ខ្យល់ត្រជាក់ឬក៏យើងមានអារម្មណ៍ថាអត់សូវស្រួលខ្លួនផ្ដាសាយអស់កម្លាំងអីហ្នឹងញ៉ាំស្លជីឆាយហ្នឹងទៅគឺដឹងតែមានកម្លាំងស្រួលខ្លួនហ្មងហើយសម្លនឹងភាគច្រើននេះខ្ញុំចូលចិត្តញ៉ាំលេងញ៉ាំធម្មតាញ៉ាំមួយបាយហើយញ៉ាំម្ដងបានច្រើនទៀតប៉ុន្តែទោះតែនៅក្តៅបើញ៉ាំឆ្ងាញ់ត្រជាក់ញ៉ាំអត់ឆ្ងាញ់ទេហើយមើលអ្នកខាងនេះគេស្ញាញ់គេសប្បាយចិត្តបានជីកណូតនឹងមេគេលួងចុះកណូតបើសិនជានៅលើផ្ទះដឹងឲ្យយំតាមឪទៀតហើយតែដល់ទៅពេលចុះកណូតអញ្ចឹងទៅស្ងាត់មាត់ដោយសារតែគាត់នឹងចូលចិត្តជីកណូតណាស់ឥឡូវនេះសម្លរបស់យើងពូចុងភៅគាត់ចាប់ផ្ដើមដាក់ស្ពៃបូកូចូលហើយបន្ទាប់មកគាត់ដាក់ជីឆាយចូលហើយជ្រុំវាឲ្យលិចជាមួយនឹងទឹកស្លនឹងបន្តិចហើយបានគាត់ចាប់ផ្ដើមចាក់តាហ៊ូចូលទាំងស្ពៃបូកូទាំងជីឆាយតាហ៊ូហ្នឹងគឺយើងអត់ត្រូវការរំងាស់យូរទេយើងចាក់ចូលហើយយើងកូរច្បល់វាសបន្តិចទៅប៉ុន្តែយើងកូរថ្នមបើមិនអញ្ចឹងទេបែកតាហ៊ូអស់ហើយយើងគ្រប់ទុកត្រឹមតែមួយពុះអីបានហើយកុំឲ្យលួយពេកតែលួយពេកហ្នឹងញ៉ាំអត់សូវឆ្ងាញ់ទេហើយចុងក្រោយគេរោយជាមួយនឹងស្លឹកខ្ទឹមនេះគឺវាជួយឲ្យសម្លរបស់យើងកាន់តែមានក្លិនឈ្ងុយញ៉ាំទៅកាន់តែឆ្ងាញ់ហើយរសជាតិយើងអត់ដាក់ដិតពេកទេយើងដាក់រៀងស្រាលដើម្បីឲ្យហត់ទៅធុំពងកញ៉ាំបានច្រើនហើយពេលដែលញ៉ាំកុំភ្លេចជាមួយនឹងទឹកត្រីច្របាច់ក្រូចឆ្មាដាក់ម្ទេសហឹលអញ្ចឹងហើយញ៉ាំទៅគឺត្រូវជាតិគ្នាខ្លាំងមែនទែនពេលញ៉ាំនៅមុខកាមេរ៉ាតែម្នាក់ឯងទេប៉ុន្តែដល់ទៅពេលក្រោយកាមេរ៉ា4-5 នាក់បើម៉ាក់ប៉ានាងខ្ញុំគាត់អត់ភាសាបាយទេគាត់ភាសាតែស្លទៅទេវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាបាយ